សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំណែនាំមច្ឆាស្ទ្រីមគឺចូលតាមផ្លូវវត្តស្មុំពេជ្រប្រហែលជា300ម៉ែត្រហើយជាទូទៅគឺបងប្អូនផឹកឡើងគាត់ហូបកាហ្វេគាត់ហូបមួយនំប៉ោងតែខ្ញុំអត់ទេខ្ញុំអត់សូវហូបកាហ្វេគឺខ្ញុំហូបមច្ឆាស្ទ្រីមជាមួយនឹងនំប៉ោងឥឡូវយើងជិះទៅមើលកន្លែងនំប៉ោងសិនគឺកន្លែងនំប៉ោងដែលមានរសជាតិឆ្ងាញ់ណាបងប្អូនចឹងឥឡូវនេះគឺយើងមកដល់កន្លែងនំប៉ោងហើយគឺម៉ាគាត់លក់នំប៉ោងនេះរយៈពេល30ឆ្នាំហើយនំប៉ោងគាត់មានរសជាតិឈ្ងុយឆ្ងាញ់មែនទែនសាច់នំគឺទន់ហើយនំប៉ោងគាត់គឺយើងទិញភ្លាមគាត់ធ្វើភ្លាមយើងទិញប៉ុន្មានគាត់ធ្វើប៉ុណ្ណឹងនេះគឺមើលទៅចាប់ផ្ដើមចិត្តឆ្អិនហើយខ្ញុំទិញ2គាត់ធ្វើរហូតដល់10ដល់តាមមានគេនៅចិត្តនឹងគេទិញដែរនេះនំប៉ោងយើងឥឡូវយើងឆ្អិនហើយមើលទៅគឺតំណងមែនទែនបងប្អូនហើយគាត់ក៏មានលក់នំល្ងលក់ចាហ្វៃឲ្យដូចគ្នាដែរនេះទិញនំប៉ោង2គាត់ថែមចាហ្វៃថែមឲ្យទៀតតោះយើងតទៅមុខទៀតឥឡូវមកឆាស្គីមយើងមកដល់ហើយពេលផឹកចឹងយើងញ៉ាំជាមួយនឹងទេសភាពមានបឹងឈូកមានអីចឹងទៅវាធ្វើឲ្យយើងត្រជាក់ភ្នែកចឹងវីដេអូយើងមានច្រើនទេហើយចុងក្រោយគឺយើងបិទគូតជាមួយបាយកកយើងសល់លុយបាយបាយ